ជំរាបសួរនិងសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនៅក្នុងការចែករំលែកពីវិធីសាស្ត្រនៅក្នុងការ copy ហើយនិង paste ជាមួយនឹង clipboard ជាទូទៅបើយើងចង់ copy អត្ថបទក៏ដូចជារូបភាពផ្សេងៗទាំងអស់នេះប្រកបជា select នៅលើតន័យចឹងយើងចុច Ctrl C រួចហើយយើងទៅ paste នៅលើកន្លែងណាមួយដែលយើងចង់បានយើង Ctrl V ប៉ុន្តែគ្រាន់តែពេលកន្លែងនេះគឺខ្ញុំចង់ឲ្យអ្នកនរគ្នាប្រើជាមួយនឹង clipboard ដោយសារតែវាមានអត្ថប្រយោជន៍នៅក្នុងការ copy ហើយនិង paste ដោយយើងមិនបាត់ទិន្នន័យចាស់ទេពេលខ្លះអ្នកនរគ្នា copy យើង select នៅលើវាយើង Ctrl C បន្ទាប់មកយើងច្រឡំទៅ select នៅលើទិន្នន័យផ្សេងរួចហើយយើងចុច Ctrl C ទៀតដែលយើងអត់បាន paste វាចេញមកអញ្ចឹងទិន្នន័យចាស់ដែលខាងលើដែលយើងបាន copy មុនហ្នឹងគឺប្រកាសជាបាត់ហើយអញ្ចឹងនៅក្នុង clipboard គឺវាមិនបាត់ទិន្នន័យចាស់ទេអញ្ចឹងរបៀបនៃការប្រើប្រាស់ clipboard អញ្ចឹងជាដំបូងគឺយើងត្រូវចុច Win key ជាមួយនឹងអក្សរ V ដើម្បីឲ្យយើងចេញជាមួយនឹង clipboard មួយរួចហើយយើងចុចនៅលើ turn on បាទអញ្ចឹងនេះហើយគឺជា clipboard របស់យើងអញ្ចឹងយើងសាកល្បងនៅក្នុងការ copy វាម្ដងទៀតអញ្ចឹងយើង select នៅលើអត្ថបទរបស់យើងមករួចហើយចុច Ctrl C អញ្ចឹងបើយើងអត់ទាន់ចង់ paste ទេយើងចង់ copy កន្លែងណាទៀតក៏បានដែរឧទាហរណ៍ខ្ញុំចង់ copy ទៅលើតន័យខាងក្រោមនេះទៀត select លើវាមកយើងចុច Ctrl C ទៀតជាមួយតន័យខាងក្រោមនេះទៀតយើងចុចយើង select លើវាមកហើយចុច Ctrl C ម្ដងទៀតអញ្ចឹងយើងចង់ paste ទៅលើតន័យនឹងទាំង3មិញហ្នឹងគឺយើងអាចប្រើជាមួយនឹង clipboard បានយើងចុច Window Keyboard ជាមួយនឹងអក្សរ V អញ្ចឹងយើងឃើញមានតន័យរបស់យើងជាច្រើនដែលយើងបាន copy មុនហ្នឹងវាជា history ដែលយើងបាន copy មុនហ្នឹងអញ្ចឹងឧទាហរណ៍យើងចង់បានតន័យមួយនេះយើងចុចលើវាមកអញ្ចឹងវាចេញតន័យហ្នឹងឲ្យយើងចង់បានទៀតយើងចុច Window Keyboard ជាមួយនឹងអក្សរ V ទៀតអញ្ចឹងវាចេញតន័យផ្សេងៗឲ្យយើង copy បន្ថែមទៀតអញ្ចឹងយើងចុចនៅលើវាទៀតមកបាទអញ្ចឹងនេះជាភាពងាយស្រួលនៅក្នុងការប្រើប្រាស់ clipboard ដើម្បីយើង copy ហើយនិង paste បាទអរគុណចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេសូមជួយ share ចែករំលែកទៅដល់មិត្តភ័ក្តិឬមួយបងប្អូនដែលមិនទាន់បានដឹងពីវិធីសាស្ត្រនេះឲ្យគាត់បានដឹងពីវិធីសាស្ត្រនេះបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ